នៅពេលព្រឹកដ៏ស្ងប់ស្ងាត់នៅលើទន្លេសាបមានក្មេងប្រុសម្នាក់ឈ្មោះតារាគាត់រស់នៅជាមួយម្ដាយក្នុងផ្ទះលើស្តាំទឹករាល់ថ្ងៃគាត់ចេញទៅចាប់ត្រីដើម្បីជួយគ្រួសារព្រះអាទិត្យរះលើផ្ទៃទឹកបញ្ចេញពន្លឺមាឃភ្លឺចាំងតារាមើលទឹកដោយក្តីសង្ឃឹមថ្ងៃនោះតារាចាប់ត្រីមិនបានសោះកន្ត្រករបស់គាត់នៅទទេគាត់មានអារម្មណ៍សោកស្ដាយប៉ុន្តែមិនបោះបង់ចិត្តឡើយគាត់សម្លឹងមើលទឹកហាក់ដូចជារងចាំអ្វីមួយបេះដូងតូចរបស់គាត់នៅតែពោរពេញដោយសេចក្តីសង្ឃឹមភ្លាមទឹកបានភ្លឺពន្លឺមាសចម្លែកមួយតារាមើលចុះទៅក្នុងទឹកដោយភ្ញាក់ផ្អើលត្រីមាសមួយលេចឡើងយ៉ាងស្រស់ស្អាតវាមានភ្នែកធំនិងពន្លឺភ្លឺចាំងជុំវិញខ្លួនតារាអស់សំណោចយ៉ាងខ្លាំងត្រីមាសនិយាយដោយសំឡេងទន់ភ្លន់តារាសូមកុំខ្លាចខ្ញុំឡើយតារាគួរឲ្យភ្ញាក់ផ្អើលប៉ុន្តែគាត់មិនរត់ទៅណាគាត់ស្ដាប់ដោយចិត្តស្ងប់វាជាពេលវេលាដ៏អស្ចារ្យមួយក្នុងជីវិតគាត់តារាចាប់ត្រីមាសបានប៉ុន្តែគាត់គិតអំពីសេរីភាពរបស់វាដោយចិត្តល្អគាត់សម្រេចចិត្តលែងវាវិញត្រីមាសញញឹមយ៉ាងសប្បាយពន្លឺមាសភ្លឺកាន់តែខ្លាំងត្រីមាសនិយាយថាចិត្តល្អនឹងទទួលបានរង្វាន់ល្អពន្លឺមាសភ្លឺបំភ្លឺជុំវិញតារាខ្យល់បក់យ៉ាងទន់ភ្លន់តារាមានអារម្មណ៍កក់ក្ដៅក្នុងបេះដូងវាជាព្រះពរដ៏អស្ចារ្យនៅថ្ងៃបន្ទាប់តារាបោះអន្ទាក់ម្ដងទៀតគាត់ភ្ញាក់ផ្អើលពេលឃើញអន្ទាក់ពេញទៅដោយត្រីទឹកភ្លឺដូចមាសក្រោមពន្លឺថ្ងៃតារាសប្បាយចិត្តខ្លាំងណាស់គាត់ដឹងថាវាជាព្រះពរតារាវិលត្រឡប់ទៅផ្ទះដោយសេចក្តីរីករាយម្ដាយរបស់គាត់ភ្ញាក់ផ្អើលពេលឃើញត្រីជាច្រើនគាត់ប្រាប់រឿងអំពីត្រីមាសម្ដាយញញឹមដោយក្តីមោទនភាពគ្រួសាររីករាយជាមួយគ្នាតារាមិនរក្សាត្រីទាំងអស់សម្រាប់ខ្លួនឯងទេគាត់ចែករំលែកជាមួយអ្នកភូមិសប្បាយចិត្តនិងអរគុណគាត់ភូមិទាំងមូលពោរពេញដោយស្នាមញញឹមចិត្តល្អបានបង្កើតសុភមង្គលល្ងាចមួយតារាអង្គុយមើលទឹកម្ដងទៀតពន្លឺមាសតិចតួចភ្លឺលើផ្ទៃទឹកគាត់ញញឹមដោយដឹងថាចិត្តល្អមានអត្ថន័យធំត្រីមាសមិនបានបាត់ទៅទេវានៅក្នុងបេះដូងរបស់គាត់ជានិច្ច